ត្រីក្រហមចំហុយទឹកស៊ីអ៊ីវមួយមុខនេះគឺជាម្ហូបដែលស្រួលធ្វើមហាសែនស្រួលហើយបងលើកមុនខ្ញុំធ្លាប់បង្ហាញអំពីត្រីក្រហមចំហុយមីស៊ូឥឡូវមកធ្វើត្រីក្រហមចំហុយទឹកស៊ីអ៊ីវនិយាយពីថាគ្រាន់តែបើកគម្របឆ្នាំងវិញឈ្ងុយវិញផ្ទះហ្មងថ្ងៃនេះលោកប្តីរបស់ខ្ញុំគេបានត្រីក្រហមមួយទងន់ប្រហែលជា1គីឡូ2ខាំធំមហាសែនធំហើយបងតែដឹងមិនទេគឺប្តីខ្ញុំយកមកត្រីហ្នឹងទាំងមូលតែម្ដងមកទាំងសកាមកទាំងធ្មង់អីទាំងអស់អត់មានបានធ្វើអីទាំងអស់តែម្ដងប្រពន្ធនេះគ្រាន់តែឃើញត្រីគឺថាស្លុតចិត្តស្លុតបេះដូងនៅក្នុងវីដេអូមុនខ្ញុំធ្លាប់ប្រាប់ប្តីខ្ញុំហើយថាខ្ញុំអត់ចេះធ្វើត្រីទេអ្នកតលេងគេដែរតែអត់ចេះធ្វើត្រីទេបងហើយនៅតែយកត្រីធំមកឲ្យខ្ញុំធ្វើទៀតអញ្ចឹងលទ្ធផលមានតែអញ្ចឹងឯងគឺថាបែកពោះឡើងវល់តែម្ដងហើយអាត្រីក្រហមហ្នឹងប្រមាត់វាល្វិញខ្លាំងមែនតែនខុសពីត្រីធម្មតាខ្ញុំនេះគាត់ថាវះបែកប្រមាត់ភ្លាមបងឆាប់លាងទឹកភ្លាមនិយាយពីលាងច្រើនទឹកកោសពោះផងអីផងហើយត្រាំទឹកត្រីនឹងជាមួយនឹងទឹកយើងធម្មតាចោលប្រហែលជាកន្លះម៉ោងតែនៅតែអត់បាត់ទេបងគឺថាខៀវពេញពោះខៀវប្រឡាក់ពេញសាច់ត្រីគ្រប់កន្លែងហើយទៅរៀបរាប់រឿងធ្វើត្រីនេះឥឡូវវីដេអូដល់ណាដល់ណីនេះបងខ្ញុំកាត់ខ្ញីជាប្រទេសស្ដើងជាមួយនឹងខ្ទឹមសជាប្រទេសស្ដើងយកមកញុកតាមស្នាមកង់របស់ត្រីបែបហ្នឹងហើយនឹងបរិយាយនៅលើចានមានច្រើនដាក់ច្រើនទៅតែឆ្ងាញ់បងវាធ្វើឲ្យត្រីយើងកាត់ឆ្អាបហើយបើកមកនិយាយពីក្លិនឈ្ងុយនោះឈ្ងុយជាពិសេសជាងគេគឺស្លឹកក្រូចតែម្ដងចំណែកម្ទេសវិញគឺខ្ញុំគ្រាន់តែដាក់លម្អទេព្រោះឲ្យកូនខ្ញុំអត់ចេះញ៉ាំទេអញ្ចឹងខ្ញុំអត់បានដាក់ទៅពីរៀបត្រីរបស់យើងដាក់ចានជាមួយនឹងគ្រឿងរួចសពគ្រប់ហើយគឺយើងចាប់ផ្ដើមមកលាយនៅទឹកសោះនៃការធ្វើត្រីមួយមុខនេះគឺថារឹតតែស្រួលទៀតបងឥឡូវបងមើលតាមខ្ញុំទាំងអស់គ្នាខ្ញុំដាក់រ៉ូឌីមកលព្រាបាយខ្ញុំដាក់ប៊ីចេងបន្តិចហើយចំនួនស្ករវិញគឺមកលព្រាកន្លះបងចំណែកទឹកស៊ីអ៊ីវវិញគឺខ្ញុំប្រើចំនួន5ស្លាបព្រាប្រើទឹកស៊ីអ៊ីវខ្មែររបស់យើងនិយាយថារសជាតិឈ្ងុយហើយឆ្ងាញ់ល្អទៀតមិនចាំបាច់តែបោះគេបងផលិតផលខ្មែរយើងឥឡូវឆ្ងាញ់ខ្លាំងណាស់បន្ទាប់ពីហ្នឹងមកគឺខ្ញុំចាក់ទឹកសាបយើងចូលប្រហែលជា100 ml បងអញ្ចឹងចាក់វាមកពេញចានចង្កឹះបែបហ្នឹងមកយើងចាប់ផ្ដើមកូរគ្រឿងទាំងអស់ហ្នឹងឲ្យលាយចូលគ្នាគ្រាន់តែប៉ុណ្្នឹងមកយើងភ្លក់មើលសិនថាគ្រឿងរបស់យើងហ្នឹងល្មមហើយនៅពេលដែលល្មមហើយគឺអត់មានអីទេចាក់ចូលចានត្រីហ្នឹងឯងខ្ញុំរៀបឆ្នាំងចង្ហុយហើយដាក់ត្រីពីលើបន្ទាប់មកទៀតគឺយកទឹកសោះដែលយើងបានលាយហ្នឹងយកមកដាក់បងបើមានការ៉ុតឈូសការ៉ុតដាក់ពីលើទៀតរត់តែស្អាតណាហើយការ៉ុតនេះយើងដាក់ពីលើនេះយើងអាចញ៉ាំបានទៀតតែខ្ញុំថ្ងៃនេះអត់មានការ៉ុតទេចោលបានដាក់ទេដាក់តែប៉ុណ្្នេះមកឃើញថានិយាយពីថាត្រីមួយមុខនេះហើយរសជាតិឈ្ងុយណាបងហើយឆ្ងាញ់ទៀតហើយចោលរយៈពេល25នាទីគឺត្រីរបស់យើងឆ្អិនល្មមតែម្ដងហើយបើយើងអត់ជឿជាក់នៅត្រីរបស់យើងថាឆ្អិនមិនឆ្អិនទេបងយកចង្កឹះឬក៏យកសមីហ្នឹងយកមកចាក់បើចាក់ទៅវាធ្លុះបែបហ្នឹងបានថាត្រីរបស់យើងឆ្អិនហើយបងបើចាក់ទៅវារៀងតឹងបានថាត្រីយើងអត់ទាន់ឆ្អិនទេតែបើខ្ញុំធ្វើនេះគឺ25នាទីត្រីរបស់ខ្ញុំឆ្អិនល្មមតែម្ដងហើយបងអាចមើលសាច់ត្រីរបស់យើងបាននៅមានជាតិ juicy នៃត្រីហើយយើងជ្រលក់ជាមួយទឹកស៊ីអ៊ីវបែបហ្នឹងទៀតដូចខ្ញុំនិយាយចឹងគ្រាន់តែបើគម្របមកឈ្ងុយអស់ពេញផ្ទះកូនរត់មកសួរថាម៉ាក់ថ្ងៃនឹងបានម្ហូបអីបាត់ហើយម្ហូបមួយមុខនេះងាយសម្រាប់បងដែលទៅនឹងរៀនធ្វើម្ហូបថ្មីអាចធ្វើមុខម្ហូបមួយមុខនេះបានខ្ញុំទៅនិយាយឲ្យស្រួលមហាសែនស្រួលបងអត់បាក់អីអញ្ចឹងវីដេអូចែកម្លែកថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងមើលឲ្យកុំភ្លេចធ្វើតាមផងណាជួបគ្នានៅវីដេអូក្រោយបាយ